ក្លិនក៏ឈ្ងុយរសជាតិក៏ឆ្ងាញ់ហើយពណ៌វិញក៏ស្អាតដែរបងប្អូនអើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទៅធ្វើនំបាក់បិនដែលយើងហៅកាត់ថាដំឡូងដុតធម្មតាអញ្ចឹងណាអ្នកម្ដាយខ្ញុំផ្ញើពីខេត្តមកសូម្បីតែទៅគាត់នឹងក៏ថតវីដេអូផ្ញើឲ្យកូនដែរណាអញ្ចឹងណាអ្នកម្ដាយរកការស្រឡាញ់ណាមិនបានស្មើនឹងអ្នកម្ដាយរបស់យើងទេបងប្អូនអើយខំតកោះឲ្យថតទាំងវីដេអូផ្ញើឲ្យកូនទៀតខ្លាចកូនអត់មានវីដេអូផុសហ៎ឥឡូវនេះយើងមកបកដំឡូងបងប្អូនយើងយកដំឡូងយើងហ្នឹងមកចិតសបកនឹងចេញបកសបកវាចេញអញ្ចឹងណាវាស្រួលបកដែរទេថ្មីអញ្ចឹងបងប្អូនយើងបកសបកវាហើយរួចហើយយើងយកវាទៅលាងទឹកហើយបានយើងយកវាមកឈូសបងប្អូនឈូសហ្នឹងបងប្អូនមានដែលឈូសល្ហុងអាល្អិតណាអាល្អិតហ្នឹងក៏ល្អដែរឈូសទៅវាបានល្អិតបដ ாய் ខ្ញុំអត់មានទេខ្ញុំមានតែដៃឈូសមួយហ្នឹងអញ្ចឹងខ្ញុំឈូសវាហើយខ្ញុំត្រូវយកកបិតមកកាត់វាចំណិតទូចឲ្យវាម៉ត់ឲ្យវារាងម៉ត់កុំឲ្យវាសរសៃខ្លាំងពេកអញ្ចឹងណាព្រោះវាសរសៃវារាងធំអញ្ចឹងឈូសហើយខ្ញុំត្រូវកាត់វាទៀតអញ្ចឹងណាឥឡូវរួចរាល់ហើយនេះបងប្អូនបានច្រើនណាស់ហ្នឹងនិយាយទៅធ្វើបានឡើង2ចានធំបងប្អូនអើយពេលដាក់ដុតហ្នឹងគ្រឿងផ្សំខ្ញុំមានតែខ្ទិះដូងអំបិលស្ករសហើយនឹងដូងចំណិតយើងដូងកោសយើងចំណិតមកកៅហ្នឹងហើយនឹងខ្ញុំមានពងទាខ្ញុំដាក់5គ្រាប់តែថតតែ3គ្រាប់ថាដាក់តែ3គ្រាប់ឯដល់ពេលថែមកើតទៅអស់5គ្រាប់បងប្អូនឥឡូវយើងមកលាយគ្រឿងទាំងអស់គ្នាលាយផ្សំគ្រឿងណាយើងមានយើងដាក់ខ្ទិះដូងយើងដាក់អូយនិយាយរត់ទៅខុសហើយបងប្អូនយើងដាក់ដូងចំណិតហើយស្ករសហើយយើងដាក់ពងទាខ្ញុំថាដាក់ពងទាតែ2គ្រាប់ចូលឯដល់ពេលសម្រាប់សម្រួលទៅត្រូវថែមទៀតបងប្អូននិយាយរួមទៅគឺអស់5គ្រាប់ទាំងលាបមុខលើវាអីទៀតណាហើយយើងដាក់អំបិលកុំភ្លេចឲ្យសោះអំបិលហ្នឹងបងប្អូនហើយឥឡូវយើងដាក់ខ្ទិះដូងនំហ្នឹងរៀងជ្រាយបន្តិចបងប្អូនដោយសារខ្ញុំខ្ទិះដូងខ្ញុំវារៀងច្រើនហើយខ្ញុំអត់បានច្របាច់ទឹកចេញពីដលងទេដោយសារខ្ញុំឈូសហើយខ្ញុំគិតថាវាអត់អីដល់ពេលហើយយើងដាក់ខ្ទិះដូងដាក់អីថែមទៅវារៀងមានទឹកច្រើនអញ្ចឹងតែពេលខ្ញុំដាក់ចំហុយទៅហើយខ្ញុំយកទៅដុតទៀតអញ្ចឹងទៅវារៀងជ្រាយវារៀងទន់ណាវាមិនជ្រាយខ្លាំងទេតែគ្រាន់តែវាទន់ជាងគេលក់អញ្ចឹងណាបងប្អូនតែវាខ្ទិះច្រើនមែនតើណាខ្ទិះដូងខ្ញុំនឹងច្រើនណាបងប្អូននឹងខាប់ហ្មងពួកខ្ទិះហ្នឹងក៏និយាយទៅដូងហ្នឹងម៉ាក់ខ្ញុំផ្ញើមកដែរអញ្ចឹងណាហើយឥឡូវយើងផ្សំគ្រឿងរួចរាល់ហើយនេះចានដុតខ្ញុំបាន2ចានហ្នឹងបងប្អូនយកទៅដុតហ្នឹងយើងដាក់ចាននឹងរួចរាល់ហើយបានខ្ញុំយកទៅចំហុយបងប្អូនខ្ញុំចំហុយ40នាទីចំហុយ40នាទីហើយបានខ្ញុំយកមកដុតយើងដុតចំហុយហើយខ្ញុំលាបពងពីលើហើយបានខ្ញុំយកទៅដុតបងប្អូននេះយើងចំហុយរួចរាល់អញ្ចឹងណាចំហុយហើយហ្នឹងខ្ញុំលាបពងទាខ្ញុំយកតែផ្នែកក្រហមរបស់ពងទាហ្នឹងយកទៅលាបពីលើបងប្អូនលាបវាអញ្ចឹងហើយបានយើងយកទៅដុតបន្ថែមទៀតបងប្អូនហើយពណ៌ឡើងស្អាតមែនតើប៉ុន្តែបងប្អូននិយាយទៅខ្ញុំដុតក្នុងឆ្នាំងដុតហ្នឹងរយៈពេល20នាទីហើយកម្ដៅវាខ្ញុំដាក់តែ180អញ្ចឹងណាប៉ុន្តែបើបងប្អូនមានឆ្នាំងដុតដូចខ្ញុំអញ្ចឹងបងប្អូនចំហុយឲ្យបងប្អូនយកទៅដុតសិនរួចហើយចាំយកមកដាក់ពងទាហើយដុត10នាទីហើយចាំដាក់ពងទាលាបពីលើដាក់ដុតម្ដងទៀតពណ៌រឹតតែស្អាតជាងនឹងទៀតខ្ញុំអត់ដឹងសាលើកទី1អញ្ចឹងខ្ញុំដុតលាបហើយខ្ញុំដុត20នាទីហ្មងនេះបានពណ៌ឡើងស្អាតប៉ុណ្ណឹងតែវាអត់តាន់គ្រប់ម៉ោងណាអញ្ចឹងខ្ញុំដាក់បន្ថែម5នាទីទៀតវារៀងពណ៌ឡើងកម្ៅបន្តិចបងប្អូនតែអត់ខ្លោចទេតែគ្រាន់ដូចខ្ញុំនិយាយអញ្ចឹងបើសិនជាបងប្អូនដាក់ដុត10នាទីហើយចាំលាបពងមាន់ពងទាយើងពីលើហើយដាក់ដុត10នាទីទៀតដឹងថាពណ៌ស្អាតមែនតើហ្មងនេះរួចរាល់ហើយណាបងប្អូននិយាយទៅវាក្លិនឡើងឈ្ងុយហ្មងបងប្អូនហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូនមានទឹកដោះគោខាប់អាចលីដោះគោខាប់តែខ្ញុំអត់ចូលចិត្តខ្ញុំអត់ដាក់អញ្ចឹងណាតែវារៀងទន់បន្តិចបងប្អូនវាអត់សូវល្មួតរៀងរឹងដូចគេលក់អញ្ចឹងណាតែក្លិនក៏ឈ្ងុយហើយរសជាតិក៏ឆ្ងាញ់ទៀតបងប្អូនអើយនិយាយទៅខ្ញុំឲ្យតែប្រភេទផ្អែមអញ្ចឹងខ្ញុំធ្វើទឹកលើកទី1ណាបងប្អូនមិនអាចខមមិនបានណាបងប្អូនអរគុណបងប្អូនច្រើនជម្រាបលា